យុវជនគណបកប្រជាជនកម្ពុជាស្រុកសេសានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី1និងលើកទិសដៅបន្តឆមាសទី2នៅរសៀលថ្ងៃទី26ខែកក្កដាឆ្នាំ2026ឯកឧត្តមស្រន់សំរិទ្ធីសមាជិកយុវជនថ្នាក់កណ្ដាលនិងជាប្រធានយុវជនគណបកប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងបានអញ្ជើញផ្ដល់កិត្តិយសជាអធិបតីនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី1របស់យុវជនគណបកស្រុកសេសានកិច្ចប្រជុំនេះបានរៀបចំឡើងនៅស្នាក់ការគណបកប្រជាជនកម្ពុជាស្រុកសេសានដោយមានការចូលរួមពីលោកសុវណ្ណពិសេសប្រធានគណបកស្រុកសេសាននិងសមាជិកក្រុមការងារយុវជនគណបកស្រុកនិងឃុំទាំង7ព្រមទាំងសកម្មជនយុវជនទូទាំងស្រុកសេសានសរុបចំនួន66នាក់ក្នុងកិច្ចប្រជុំបានធ្វើការពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបាននៅក្នុងរយៈពេល6ខែដើមឆ្នាំដោយផ្ដោតសំខាន់ទៅលើការអនុវត្តកម្មវិធីនានារបស់យុវជនគណបកការចូលរួមក្នុងសកម្មភាពសង្គមការពង្រឹងសមត្ថភាពយុវជននិងការចូលរួមគាំទ្រគោលនយោបាយរបស់គណបកនៅមូលដ្ឋានព្រមជាមួយគ្នានេះក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននិងដំណោះស្រាយសមស្របដើម្បីធានាឲ្យការងារបន្តទៅឆមាសទី2ទទួលបាននូវប្រសិទ្ធភាពខ្ពស់ឯកឧត្តមស្រន់សំរិទ្ធីបានមានប្រសាសន៍កោតសរសើរចំពោះក្រុមការងារយុវជនគណបកស្រុកសេសានដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបទៅដោយការទទួលខុសត្រូវខ្ពស់និងសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ឯកឧត្តមក៏បានណែនាំឲ្យបន្តពង្រឹងសាមគ្គីភាពធ្វើការងារជាក្រុមយ៉ាងមានប្រសិទ្ធភាពនិងបង្កើនការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចមូលដ្ឋានជាមួយគ្នានេះផងដែរឯកឧត្តមក៏បានលើកទិសដៅការងារសម្រាប់ឆមាសទី2ដោយបានជំរុញឲ្យយុវជនគណបកគ្រប់លំដាប់ថ្នាក់បន្តអនុវត្តតួនាទីជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់គណបកដល់ប្រជាពលរដ្ឋព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមការពារសន្តិសុខសណ្ដាប់ធ្នាប់និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនកិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសស្និទ្ធស្នាលនិងសាមគ្គីភាពខ្ពស់បង្ហាញពីការបដិញ្ញាចិត្តរបស់យុវជនគណបកស្រុកសេសានក្នុងការបន្តអភិវឌ្ឍសមត្ថភាពនិងចូលរួមសកម្មភាពក្នុងការកសាងសង្គមជាតិឲ្យកាន់តែរឹងមាំ។